ព្រឹត្តិការណ៍ប្រគំតន្ត្រី Red Carnival អបអរសាទរគម្រប់ខួប55ឆ្នាំទឹកដោះគោគោក្រហមអ្នកផលិតនិងការចែកចាយផលិតផលទឹកដោះគោគោក្រហមបានរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី Red Carnival ដើម្បីអបអរសាទរគម្រប់ខួប55ឆ្នាំរបស់ខ្លួននៅមជ្ឈមណ្ឌលពិព័រណ៍និងសិល្បៈកោះពេជ្រជាមួយនឹងការចូលរួមពីសំណាក់តារាចម្រៀងតារាសម្ដែងតារាកំប្លែងល្បីៗជាច្រើនផងដែរនិងមានការពិនិត្យសុខភាពដ៏ឥតគិតថ្លៃពីមន្ទីរពេទ្យ Royal ភ្នំពេញព្រមទាំងមានហ្គេមសប្បាយៗដើម្បីឈ្នះរង្វាន់ជាច្រើនជាពិសេសជាងនេះទៅទៀតគឺមានការលក់តម្លៃពិសេសពីទឹកដោះគោគោក្រហមនិងទទួលបានឆ្នោតសម្រាប់សងសំណាងដើម្បីឈ្នះរង្វាន់ជាច្រើនដើម្បីបង្កបរិយាកាសឲ្យកាន់តែសប្បាយរីករាយព្រឹត្តិការណ៍នេះមានការចូលរួមពីលោកដុកទ័រណារងរិទ្ធវង្សសុវណ្ណប្រធានក្រុមហ៊ុន DPO និងមានការចាក់បង្ហាញជាមួយ TVC ថ្មីដែលចូលរួមដោយតារាសម្ដែងដែលមានឈ្មោះបោះសម្លេងនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺលោកយឹមតារាដែលក្នុងន័យបញ្ជាក់ពីគុណភាពនិងសារៈសំខាន់នៃការទទួលទានទឹកដោះគោគោក្រហមដែលមានអាយុកាល55ឆ្នាំនឹងនាំមកនូវសុភមង្គលដល់ប្រជាជនកម្ពុជាដែលគ្រប់គ្រងទឹកដោះគោគោក្រហមតាំងពីដើមមកក្រុមហ៊ុន DPO លក់ចែកចាយទូទាំងសមាគមអាស៊ានដូចជាកម្ពុជាឡាវនិងមីយ៉ាន់ម៉ានៅក្នុងឆ្នាំ2017ពួកគេបានកំណត់ការលក់ចូលទីផ្សារអន្តរជាតិជាង$30 លានក្នុងនោះមាន 70% ត្រូវបានចែកចាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើការចែកចាយទៅទីផ្សារអន្តរជាតិសរុប